បាច់ជូនបនខ្ញុំអីទេអ្នកអើយទុកបនអ្នកវិញចុះខ្ញុំមិនត្រូវការបនអីទេព្រោះវាមើលមិនឃើញតែបើអ្នកទិញស្រាឲ្យផឹកប្រហែលជាខ្ញុំនេះសប្បាយចិត្តជាងណាអ្នក ទៅវត្តធ្វើស្អីនៅផឹកនៅផ្ទះពីអ្នកប្តីប្រពន្ធសបាយចង់ងាប់តពុកវាចូលទៅដេកបេះដូងជាឪពុកម្ដាយគ្មានអ្វីក្រៅតែពីចង់ឲ្យកូនល្អឲ្យកូនហូបឆ្ងាញ់ឆ្ងាញ់ដេកស្រួលទោះខ្លួនឯងត្រូវសាងបាបដោយប្រការណាមួយក៏មិនខ្វល់ដែរនេះហើយជាមូលហេតុដែលគាត់ត្រូវធ្លាក់នរកព្រោះតែកូនតែពេលដែលគាត់ស្លាប់ទៅយើងជាកូននេះត្រូវចេះរលឹកដល់គាត់ដោយយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីវេដល់អ្នកមានគុណឬបុព្វការីជនដែលបានស្លាប់ទៅលោកនឹងបានទទួលជនណាដែលដឹងគុណឪពុកម្ដាយរមែងមិនសយុទ្ធឡើយរឿងកុំភ្លេចអ្នកមានគុណពុកវាឲ្យលឿនបន្តិចទៅថ្ងៃកាន់តែខ្ពស់ទៅហើយខ្ញុំកំពុងតែញាប់ដៃញាប់ជើងហើយតើម៉ែវាបខំនោះបខំអ្នកអើយនៅមិនទាន់យកបន្លែទៅលក់ទេអីអ្នកអូនៅទេអ្នកអើយរវល់តែដកបន្លែទើបទៅរួចដៃបានយកទៅលក់ផ្សារហ្នឹងណាអ្នកអូចាអ្នកបើអញ្ចឹងខ្ញុំទៅសិនហើយណាអ្នកចាអ្នកតោះម៉ែវាខ្ញុំរៀបចំរួចអស់ហើយចាតោះពុកវាអ្នកឲ្យបន្លែនេះខ្ញុំមកដុំមកណាចានេះអ្នកអូចានេះប្រាក់ហើយស្អែកនេះចូលកាន់បិណ្ឌទី1ហើយអ្នកទាំងពីរគិតទៅវត្តណាដែរនឹងពួកខ្ញុំនៅមិនទាន់ដឹងទេអ្នកអើយបើរវល់ទៅរកស៊ីយ៉ាងហ្នឹងអូយរវល់យ៉ាងណាក៏ត្រូវទៅដែរណាអ្នកប្រយ័ត្នដូនតារកមិនឃើញទៅខ្ញុំដូចជាមិនសូវជឿទេអ្នកអើយដូនតាតែគាត់ស្លាប់ហើយគឺស្លាប់ហើយខ្ញុំមិនជឿថាគាត់ងើបមករកបាយរកម្ហូបកើតទេម្យ៉ាងទៀតខ្ញុំជឿថាពួកគាត់មិនអាចចុះទៅឋាននរកបានទេពីព្រោះពួកគាត់ធ្វើតែបុណ្យរហូតមិនដែលឃើញគាត់ធ្វើបាបម្ដងណាផងអីបើមិនជឿទេតាមតែអ្នកឯងទៅអញ្ចឹងខ្ញុំទៅសិនហើយណាចាអ្នកហើយខ្ញុំមិនយល់សោះហើយហេតុអីបានជាម្នាក់ខំរកមកហើយតែបែរជាយកបាយសម្លទៅវត្តទៅវិញទាំងដែលខ្លួនឯងពិបាកនឹងរកអីហូបសឹងតែមិនបានទៅហើយសឹងតែស្លាប់ទៅហើយកុំទៅខ្វល់អីម៉ែវាគេធ្វើអីជារឿងរបស់គេយើងប្រឹងតែយើងទៅគឺបានហើយអ្នកជឿនអើយអ្នកជឿនចាអ្នកហើយថ្ងៃនេះមិនទៅវត្តទេអីអូខ្ញុំមិនទៅទេអ្នកអើយអ្នកចង់ទៅក៏ទៅចុះណាខ្ញុំរវល់លក់ដូរបន្លែមិនបានទៅទេយាយនាងចិត្តផុតភ្ជុំហើយអ្នកជឿនឯងនេះនៅខំប្រឹងរកដល់ណាទៀតមិនគិតទៅវត្តទៅវាអីខ្លះទេអីខ្ញុំនេះណាខំប្រឹងរកប៉ុណ្ណឹងហើយនៅមិនចង់គ្រប់ផងមានប្រាក់ឯណាយកទៅធ្វើបាយសម្លទៅវត្តនោះណែអ្នកទៅវត្តគឺធ្វើតាមសទ្ធាទេមិនបាច់ធ្វើអ្វីច្រើនទេមានតិចធ្វើតិចមានច្រើនធ្វើច្រើនទៅឲ្យតែចិត្តយើងនេះស្មោះសរនឹងធ្វើបុណ្យច្បាស់ជាទទួលបានផលបុណ្យជាមិនខានទេធ្វើឲ្យតែល្អទៅបុណ្យយកទៅណាអស់អ្នកណាហើយអ្នកចង់ទៅវត្តក៏ទៅចុះពួកខ្ញុំមិនបានទៅទេអើយបើអញ្ចឹងខ្ញុំទៅសិនហើយខ្លាចហួសចង្ហាន់លោកចាអ្នកម្នាក់មិនដឹងជាស្អីទេបើចង់ទៅវត្តក៏ទៅខ្លួនឯងទៅចាំបាច់មកហៅគេធ្វើអីដឹងហើយលឺហើយថាយើងនេះមិនចង់ទៅវត្តយ៉ាប់មែនហើយខែភ្ជុំចិត្តផុតទៅហើយហ
ហេតុអីបានជាមិនឃើញកូនខ្ញុំមកវត្តសោះអញ្ចឹងពុកម៉ែគេមានអាហារហូបគ្រប់គ្រាន់ហេតុអីបាត់តែកូនខ្ញុំបែបនេះ យាយហើយយាយហើយយ៉ាងម៉េចបានជាយំបែបនេះ តាគឺខ្ញុំមិនឃើញកូនខ្ញុំមកវត្តយកចង្ហាន់ប្រគេនព្រះសង្ឃនោះហើយឃើញតែកូនគេមកជាហូហែ ហើយយាយបានដើររកគ្រប់7វត្តហើយនៅ នៅទេតាខ្ញុំនៅចាំតែនៅវត្តស្រុកកំណើតព្រោះគិតថាថ្ងៃដំបូងប្រហែលជាកូនគេនឹងមកវត្តស្រុកកំណើតមុនគេតែមិនឃើញគេសោះ បើអញ្ចឹងកំតាន់អាថាចាំដើររកមើលឲ្យគ្រប់7វត្តសិនទៅណាយាយ ចាស់តាអរគុណហើយតាដែលតាបានប្រាប់ខ្ញុំ បើអញ្ចឹងមកយាយមកហូបជាមួយខ្ញុំមកព្រោះមើលទៅយាយក៏ប្រហែលជាឃ្លានណាស់ហើយ ខ្ញុំអរគុណហើយតា មិនអីទេយាយហើយណែយាយហូបទៅ អូយក្តៅណាស់តាខ្ញុំប៉ះមិនបានទេក្តៅណាស់តាអើយក្តៅណាស់ យាយមិនអាចយកអាហាររបស់អ្នកដទៃបានទេព្រោះម្ហូបអាហារទាំងអស់នេះកូនចៅរបស់គេបានឧទ្ទិសឲ្យទៅដូនតារបស់គេតែប៉ុណ្ណោះយាយដែលជាអ្នកដទៃមិនអាចទទួលបានឡើយ ចាខ្ញុំយល់ហើយតាខ្ញុំអរគុណហើយណាតាដែលបានចែកទានដល់ខ្ញុំតែខ្ញុំមិនអាចទទួលយកបានឡើយពេលនេះខ្ញុំសូមលាដើម្បីស្វែងរកកូនចៅខ្ញុំសិនហើយវត្តនេះក៏មិនឃើញវត្តនោះក៏មិនឃើញយើងដើររក6វត្តហើយនៅតែមិនឃើញទៀតនៅសល់តែមួយវត្តទៀតតែប៉ុណ្ណោះបើមិនឃើញទៀតទេមានន័យថាកូនយើងមិនបានមកវត្តឡើយនេះជាវត្តទី7ហើយនៅតែមិនឃើញកូនយើងមកវត្តទៀតឃើញតែកូនគេតើកូនយើងគេទៅណាគេភ្លេចយើងហើយមែនទេកាលយើងនៅរស់មានរបបហូបចុកតិចតួចក៏យកមកឲ្យកូនសុកចិត្តអត់ខ្លួនឯងសុកចិត្តធ្វើអំពើបាបជាច្រើនឲ្យតែកូនរស់នៅបានសុខរហូតខ្លួនឯងត្រូវមកធ្លាក់នរកបែបនេះតែមិននឹកស្មានថាពេលយើងស្លាប់ទៅបែរជាគ្មានអ្នកណាគេនឹកនាសោះតើហេតុអីទៅហេតុអីណែឯងប្រហែលថ្ងៃនេះពួកយើងលក់បន្លែចំណេញបានប្រាក់ច្រើនគួរសមណាខ្ញុំថាចង់សុំម៉ែវាឯងកាប់ទាបានមួយ ណែពុកវាទៀនហ្នឹងណាខ្ញុំទុកឲ្យវាក្រាបពងទេណា តែម្ដងតើម៉ែវាអ្នកស្រុកអ្នកភូមិគេនាំគ្នាទៅវត្តអស់ហើយអញ្ចឹងកុំឲ្យស្ងាត់ភូមិដាក់2អ្នកតែម្ដងទៅយ៉ាងម៉េចដែរម៉ែវា វាដូចជាទំនងដែរតើពុកវាអើយកាប់ក៏កាប់ទៅថ្ងៃនេះណាដាក់2អ្នកប្តីប្រពន្ធឲ្យវាណានៃម្ដងមើលកុំទៅយកលុយធ្វើបាយម្ហូបទៅវត្តធ្វើអីអត់តែប្រយោជន៍ទេណែកាប់ទាខ្លែមទើបវាមានប្រយោជន៍ណោះពុកវា មែនហើយម៉ែវា3ម៉ោងក្រោយមក អើយណែពុកវាស្រាថ្នាំយើងណានៅកតិនស្រានឹងអស់ហើយនៅអាពុកវាអស់លេងហើយម៉ែវាអើយ អេអស់លឿនម៉េះទើបតែផឹកសោះនឹងយាយមើលអ្នកជឿននឹងអ្នកច័ន្ទគេធ្វើណោះហើយមិនក៏គេមកផឹកស្រា
ទាំងប្តីទាំងប្រពន្ធថ្ងៃចេះបែបនេះអ្នកជឿនអ្នកជឿនហើយអ្នកណាមកហៅអីនឹងមនុស្សកំពុងតែផឹកស៊ីគឺខ្ញុំនឹងណាខ្ញុំសំណាអ្នកអូអ្នកសំទេអីមកអ្នកសំមកដាក់មកកាយ៉យពីកាយ៉យមកអូយអត់ទេអ្នកអើយខ្ញុំទើបតែមកពីវត្តហើយគិតថាចូលមកជូនប៉ុនអ្នកស្រាប់តែឃើញអ្នកកំពុងតែស្វឹងជោគជាំបែបនេះទៅហើយបាច់ជូនប៉ុនខ្ញុំអីទេអ្នកអើយទុកប៉ុនអ្នកវិញចុះខ្ញុំមិនត្រូវការប៉ុនអីទេព្រោះវាមើលមិនឃើញតែបើអ្នកទិញស្រាវផឹកប្រហែលជាខ្ញុំនេះសប្បាយចិត្តជាងណាអ្នកហើយនេះពិតជាឆ្នាំងណាគ្រប់នឹងពិតមែនហើយមើលចុះខែបុណ្យខែទៀនមិនព្រមទៅវត្តទេគិតតែមកផឹកស្រាស្វឹងបែបនេះទៅវិញមើលទៅប្រហែលជាគ្មានអ្នកណាគេទាញអ្នកទាំងពីរឲ្យបានទៅវត្តទេមើលចុះអើយខ្ញុំធ្វើអីជារឿងរបស់ខ្ញុំមិនបាច់អ្នកមកនិយាយទេបើមិនទិញស្រាវផឹកទេអ្នកទៅផ្ទះរបស់អ្នកឯងវិញទៅខ្ញុំក៏មិនចង់នៅដែរខ្ញុំទៅឲ្យអ្នកអើយទៅវត្តធ្វើស្អីនៅផឹកនៅផ្ទះពីអ្នកប្តីប្រពន្ធសប្បាយចង់ងាប់តពុកវាចូលទៅដេកតម៉ែវាអើកូនអើយកូនដល់ខែបុណ្យទានហេតុអីបានជាកូនមិននឹកឃើញដល់ម៉ែតើកូនមានម៉ែនៅក្នុងបេះដូងកូនដែរទេកូនដឹងទេពេលនេះម៉ែឃ្លានណាស់ពេលម៉ែដឹងថាដល់ពេលដែលគេប្រឡែងឲ្យឡើងមកទទួលបាយសម្លម៉ែសប្បាយចិត្តណាស់ព្រោះគិតថាកូនប្រុសកូនស្រីនឹងនឹកឃើញម៉ែដោយយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃឧទ្ទិសដល់ម៉ែតែអ្វីមិនដូចម៉ែគិតឡើយកូនមិនត្រឹមតែមិននឹកឃើញម៉ែទេថែមទាំងនាំគ្នាផឹកស៊ីអួទីនួបែបនេះទៀតម៉ែអស់សង្ឃឹមខ្លាំងណាស់មុននឹងម៉ែត្រឡប់ទៅវិញម៉ែសូមដាក់បណ្ដាសាដល់កូនប្រុសស្រីឲ្យរកស៊ីមិនឡើងឲ្យកូនស្គាល់តែភាពអបមង្គលជីវិតលិចដូចថ្ងៃលិចម៉ែលាហើយម៉ែលាហើយអើយណែពុកវាយ៉ាងម៉េចហ្នឹងម៉ែវាពុកវាយប់មិញនេះខ្ញុំយល់សប្តិឃើញម៉ែហើយយល់សប្តិឃើញម៉ែយ៉ាងម៉េចម៉ែវាខ្ញុំយល់សប្តិឃើញម៉ែមកស្រែកយំព្រោះតែឃ្លានមិនបានអីពិសាខ្ញុំឃើញម៉ែស្គមស្គាំងណាស់ពុកវាអើយគ្រាន់តែយល់សប្តិតើម៉ែវាកុំតែគិតច្រើនពេកតែក្នុងយល់សប្តិនោះម៉ែបាននិយាយថាពេលខែបុណ្យខែទៀនមិនឃើញកូនយកចង្ហាន់ទៅវត្តសោះទើបគាត់មិនសប្បាយចិត្តហើយថែមទាំងបានដាក់បណ្ដាសាពួកយើងមិនឲ្យរកស៊ីមានបានថែមទៀតផងខ្ញុំថាពេលនេះម៉ែប្រហែលជាកំពុងតែខឹងនឹងពួកយើងហើយពុកវាណែម៉ែវាក្រែងម៉ែវាឯងក៏ដឹងដែរថាមនុស្សនៅពេលដែលស្លាប់គឺស្លាប់ហើយមិននឹងអាចមកដាក់បណ្ដាសាយើងបានទៀតនោះបានហើយបញ្ញាប់ចុះពីលើផ្ទះទៅនឹងបានយកបន្លែទៅលក់អ្នកអើយទិញបន្លែទេអ្នកអូយអត់ទិញទេអ្នកអើយលោកបងអើយទិញបន្លែដែរទេបន្លែស្រស់ល្អណាស់ណាលោកបងហើយពុកវាហើយនេះយើងមកលក់តាំងពីព្រឹកដល់ល្ងាចថ្មនេះទៅហើយនៅមិនទាន់លក់អស់ទៀតហើយវាមិនអីទេម៉ែវាលក់បានប៉ុណ្ណាយកប៉ុណ្ណឹងទៅតោះម៉ែវាត្រឡប់ទៅផ្ទះយើងវិញព្រោះមេឃក៏ជិតយប់ទៅហើយដែរ
ចាពុកវាយីពុកវាហើយផ្សាញ់អីហុយខ្លាំងម្លេះនៅបណ្ដុំផ្ទះយើងនោះពុកវាឯណាអូមែនតើហីតោះម៉ែវាបញ្ញាប់ឡើងបញ្ញាប់ទៅមើលតើជាផ្ទះរបស់នរណាអញ្ចេះម៉ែវាគឺជាផ្ទះយើងតើម៉ែវាពុកវាបញ្ញាប់ជួយយកទឹកមកពលុតភ្លើងទៅពុកវាឲ្យលឿនឡើងអើយអ្នកចាន់អើយឲ្យលឿនឡើងមកជួយគ្នាទៅណាជួយគ្នាមិនដៃមកជើងទៅឆេះផ្ទះអស់ឥឡូវហើយបាទអ្នកហើយរលត់ហើយក៏រលាយអស់ដែរពុកវាម៉ែវាកុំយំអីណាធ្វើម៉េចបើវាបានជាឆេះអស់ទៅហើយនោះអ្នកអើយកំសោកសៅអីពួកយើងក៏ខំហើយដែរប៉ុន្តែភ្លើងនោះណាវាឆេះលឿនពេកទៅពិបាកនឹងពលុតភ្លើងមានតែខំប្រឹងរកបន្ថែមទៅដើម្បីសន្សំធ្វើផ្ទះនេះឡើងវិញហើយតែយើងសម្រាប់ណៃណាទៅបើផ្ទះឆេះខ្ទេចអស់លីងហើយនឹងហើយឥឡូវអញ្ចេះទៅចុះណាអ្នកអ្នកទៅសម្រាប់នៅផ្ទះខ្ញុំសិនក៏បានព្រោះខ្ញុំក៏នៅតែម្នាក់ឯងដែរចាំពេលអ្នកសង់ផ្ទះខ្លួនឯងរួចហើយចាំមកនៅផ្ទះរបស់អ្នកវិញចុះអ្នកខ្ញុំទាំងពីរអ្នកអរគុណអ្នកហើយដែលឲ្យពួកខ្ញុំទៅសម្រាប់នៅផ្ទះរបស់អ្នកបែបនេះមែនហើយអ្នកយ៉ាងម៉េចទៅហើយម៉ែវាកុំគិតច្រើនពេករឿងវាបានកន្លងផុតអស់ទៅហើយខ្ញុំចេះតែមិនអស់ចិត្តនឹងណាពុកវាយ៉ាងម៉េចហើយអ្នកហើយមិនអស់ចិត្តរឿងអីទៅខ្ញុំកំពុងតែអង្គុយគិតហេតុអីបានជាពេលប្រជុំហើយខ្ញុំបែរជាមានរឿងជាប់គ្នាបែបនេះមុខរបររកស៊ីក៏មិនសូវកាក់កបដូចមុនហើយថែមទាំងមានទុកភ្លើងឆេះផ្ទះទៀតហើយមនុស្សយើងមានឡើងមានចុះបែបនេះហើយអ្នកអើយអ្នកខ្ញុំប្រាប់រឿងមួយទៅចុះណាក្រោយពេលប្រជុំហើយខ្ញុំបានយល់សពឃើញម៉ែខ្ញុំមកពន្យល់សពខ្ញុំណាអ្នកហើយគាត់និយាយខ្លះទៅអ្នកខ្ញុំឃើញគាត់យំគាត់ថាគាត់ឃ្លានណាស់តែមិនឃើញខ្ញុំទៅវត្តធ្វើបុណ្យធ្វើទានឧទ្ទិសកុសលទៅឲ្យគាត់ហើយគាត់បានដាក់បណ្ដាសាខ្ញុំមិនឲ្យខ្ញុំរកស៊ីឡើងទេតាំងពីថ្ងៃនោះមកខ្ញុំលក់អីក៏មិនដាច់ដែរអ្នកអើយហើយអ្នកមិនដែលទៅវត្តមែនអីអ្នកខ្ញុំមិនដែលទៅទេអ្នកអើយព្រោះខ្ញុំគិតថាម៉ែគាត់ស្លាប់ទៅហើយមិននឹងអាចមកហូបបាយកើតទៅដែលពួកយើងយកទៅប្រគេនព្រះសង្ឃនេះបាននោះអញ្ចឹងហើយបានជាខ្ញុំមិនទៅហើយក៏មិនជឿលើរឿងទាំងអស់នេះដែរណែរឿងធ្វើបុណ្យដាក់ទាននេះតាមជំនឿព្រះពុទ្ធសាសនាគឺត្រូវតែប្រណិប័តដើម្បីឧទ្ទិសទៅញាតិការទាំង7សន្តានដូចជាលោកយាយលោកតាឬសាច់ញាតិរបស់យើងដែលពួកគាត់នេះបានលាចាកលោកទៅហើយជាពិសេសគឺឪពុកម្ដាយរបស់យើងនេះតែម្ដងពេលគាត់នៅរស់គាត់បានធ្វើបុណ្យធ្វើទានហើយក៏អាចធ្វើទាំងបាបដែលយើងមិនដែលដឹងបាបទាំងនោះគាត់មិនមែនធ្វើដើម្បីខ្លួនឯងឡើយគឺធ្វើដើម្បីតែកូនប៉ុណ្ណោះបេះដូងជាឪពុកម្ដាយគ្មានអ្វីក្រៅតែពីចង់ឲ្យកូនល្អឲ្យកូនហូបឆ្ងាញ់ដេកស្រួលទោះខ្លួនឯងត្រូវសាងបាបដោយប្រការណាមួយក៏មិនខ្វល់ដែរនេះហើយជាមូលហេតុដែលគាត់ត្រូវធ្លាក់នរកព្រោះតែកូនតែពេលដែលគាត់ស្លាប់ទៅយើងជាកូននេះត្រូវចេះរលឹកដល់គាត់ដោយយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីវេដល់អ្នកមានគុណឬបុព្វការីជនដែលបានស្លាប់ទៅលោកនឹងបានទទួលជនណាដែលដឹងគុណឪពុកម្ដាយរមែងមិនសយត់ឡើយអូខ្ញុំអរគុណហើយអ្នកភីពេលនេះខ្ញុំបានយល់ហើយតាំងពីដើមមកខ្ញុំមិនដែលជឿលឺរឿងអស់នេះទេតែពេលនេះខ្ញុំបានភ្លឺភ្នែកហើយក៏ចង់រំលឹកដល់គ្រប់គ្នាដែរថាសូមកុំភ្លេចអ្នកមានគុណឲ្យសោះ
ត្រូវឧស្សាហ៍ធ្វើបុណ្យដាក់ទានជាពិសេសខែបុណ្យខែទានបែបនេះ ប្តីប្រពន្ធខ្ញុំសូមអរគុណដល់អ្នកសម្ភីហើយខ្ញុំទាំងពីរអ្នកនឹងខំប្រឹងធ្វើបុណ្យធ្វើទានឲ្យបានច្រើនដើម្បីឧទ្ទិសផលបុណ្យទៅដល់ម៉ែនិងញាតិកាទាំង7សន្តានដែលបានចែកឋានទៅពួកខ្ញុំមិនធ្វេសប្រហែសនឹងការធ្វើបុណ្យទៀតទេម៉ែវាខ្ញុំថាស្អែកនេះពួកយើងទៅវត្តទៅយ៉ាងម៉េចដែរទោះបីជាខែភ្ជុំបានកន្លងផុតទៅពិតមែនតែយើងក៏នៅតែអាចធ្វើបុណ្យបានដែរពិតមែនទេអ្នកសម្ភីចាពិតជាបានណាស់អ្នកបានតើពុកវាអញ្ចឹងស្អែកនេះយើងនាំគ្នាទៅវត្តទាំងអស់គ្នាតែម្ដងទៅខ្ញុំសប្បាយចិត្តណាស់ពេលអ្នកទាំងពីរព្រមស្ដាប់និងព្រមទទួលយកនៅអ្វីដែលខ្ញុំបានប្រាប់បែបនេះ